ប្រទេសឥណ្ឌាកំពុងតែបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់និងត្រៀមលក្ខណៈជាស្រេចជាពិសេសសម្រាប់ការទប់ទល់នឹងសង្គ្រាមនុយក្លេអ៊ែរតាមរយៈការដាក់ពង្រាយក្បាលគ្រាប់មួយចំនួនបាទយ៉ាងស្ងៀមស្ងាត់បំផុតនិងអាចប្រើប្រាស់ក្នុងការវាយប្រហារបានគ្រប់ពេលទាំងអស់បើតាមកាសែត RT បានដកស្រង់របាយការណ៍ស្រាវជ្រាវចេញពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុង Stockholm ឬ SIPRI បានបញ្យល់ថាចូលនៅក្នុងទីតាំងភូមិសាស្ត្រដែលប្រឈមមុខទៅនឹងប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរទាំងពីរគឺប៉ាគីស្ថាននិងចិនបូករួមជាមួយនឹងបញ្ហាតុល្យភាពអំណាចដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីផងទើបធ្វើឲ្យរដ្ឋាភិបាលទីក្រុង New Delhi សម្រេចចិត្តដាក់ពង្រាយអាវុធប្រឡាយលោកជាលើកដំបូងបែបនេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយទីក្រុង New Delhi បានព្យាយាមទុកដាក់ក្បាលគ្រាប់នុយក្លេអ៊ែរចេញអំពីប្រព័ន្ធប្រតិបត្តិការរបស់ពួកគេយ៉ាងម៉ត់ចត់ដើម្បីបង្ការការកើនឡើងកម្ដៅយោធាដោយចៃដន្យទោះបីជាយ៉ាងណាក៏ដោយចុងក្រោយនេះទិន្នន័យបានបង្ហាញអំពីការដាក់ពង្រាយប្រតិបត្តិការជាលើកដំបូងនៃក្បាលគ្រាប់នុយក្លេអ៊ែរចំនួន12គ្រាប់ក្នុងចំណោមក្បាលគ្រាប់ជិត200ដែលមាននៅក្នុងស្តុកប្រភពដដែលជឿជាក់ថាក្បាលគ្រាប់ដែលទើបដាក់ពង្រាយនេះត្រូវបានដាក់បញ្ឈរត្រៀមរួចរាល់នៅក្នុងនាវាមុជទឹកនុយក្លេអ៊ែរមួយចំនួននិងនៅតាមទីតាំងបាញ់មីស៊ីលក្រោមដីដែលមានសក្តានុពលបំផុតដើម្បីអាចវាយប្រហារបានយ៉ាងឆាប់រហ័សបំផុតការវាយតម្លៃចុងក្រោយបានគូបញ្ជាក់ថាឃ្លាំងស្តុកនុយក្លេអ៊ែរសរុបរបស់ប្រទេសឥណ្ឌាបានកើនឡើងដល់លើសពី180ក្បាលគ្រាប់កាលពីឆ្នាំ2025ដល់ទៅ190គ្រាប់នៅនាពេលបច្ចុប្បន្ននេះនៅក្នុងនោះ SIPRI បានប៉ាន់ប្រមាណថាប្រទេសចិនដែលជាអ្នកជិតខាងគួរឲ្យបារម្ភជាងគេបំផុតរបស់ឥណ្ឌានោះបច្ចុប្បន្នជាប់ឈ្មោះជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរធំជាងគេទី3របស់ពិភពលោកដែលមានស្តុកទុកក្បាលគ្រាប់ជាង620គ្រាប់គេសង្ស័យថាប្រទេសចិនអាចមានមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្លងទ្វីបឬ ICBM ច្រើនប្រហែលទៅនឹងរុស្ស៊ីឬសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2030ងាយទៅប្រទេសប៉ាគីស្ថានដែលជាអ្នកជិតខាងម្នាក់ទៀតរបស់ឥណ្ឌាទៀតនោះក៏ជាមហាអំណាចនុយក្លេអ៊ែរដូចគ្នាដែររដ្ឋាភិបាលទីក្រុងអ៊ីស្លាមាបាតមាននុយក្លេអ៊ែរយ៉ាងហោចណាស់170គ្រាប់ជាប់ឈ្មោះជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរធំបំផុតទី6របស់ពិភពលោកដូច្នេះប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ស្រាវមួយដោយឈរនៅជាប់ទៅនឹងប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីររដ្ឋាភិបាលទីក្រុង New Delhi ក៏តែងតែមានចំនួនទឹកដីនិងប្រវត្តិនៃសង្គ្រាមជាមួយនឹងប្រទេសទាំងពីរផងដែរដូច្នេះវាគឺជាភាពចាំបាច់ខ្លាំងណាស់នៅក្នុងការយល់ដឹងអំពីរបៀបនៃការដាក់ពង្រាយនុយក្លេអ៊ែររបស់ខ្លួនធៀបជាមួយនឹងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ចិននិងប៉ាគីស្ថាន